ស្ដីបងប្អូនអរគ្នាឥឡូវថ្ងៃនេះគឺកាប់សាច់ក្របីទៀតហើយបងប្អូនណាបងប្អូនខាងព្រៃវែងការកូននៅខាងតកែវឥឡូវហ្នឹងគឺរៀបចំកាប់សាច់ទៀតហើយសាច់បងប្អូនមកសាច់នេះអូដល់កនេះអ្នកចង់ជាប់កាមេរ៉ានេះហ្នឹងបងប្អូននេះគឺស្លមកជូរសាច់ក្របីមកដល់ទៅបីជាមកដល់ខេត្តតកែវហើយក៏នៅតែក្របីដែរបងប្អូនណានៅព្រៃវែងក៏ក្របីឥឡូវមកដល់តកែវក៏ក្របីទៀតអូដល់កបងប្អូនណាឥឡូវហ្នឹងគឺយើងស្លមកជូរបងប្អូនណាហើយមកសាច់តនីមកនេះខាងកូនកំឡោះបងប្អូនមិនមែនខាងកូនកំមុំខាងកូនកំមុំគាត់ធ្វើផ្សេងទៀតនេះខាងកូនកំឡោះទទួលភ្ញៀវតែ4-10នាក់តែមកសាច់ដល់កហើយលេងដល់ហើយថ្នាក់នេះនិយាយរួមអ្នកព្រៃវែងអេហ្មងកបីណាហើយយើងមើលតិចទៀតថតខាងអ្នកតកែវម្ដងឥឡូវយើងថតខាងអ្នកព្រៃវែងសិនអរគុណបងប្អូនអរគ្នា